ប្រើពេលត្រឹមប៉ុន្មាននាទីចៅមួយក្រុមលួចគ្រឿងអលង្ការមានតម្លៃមហាសាលពីសារមន្ទីរលូរួចរត់គេចខ្លួនបាត់ស្រមោលប្រិមត្តទូរទស្សនិកជនកាលពីថ្ងៃអាទិត្យទី19 តុលាក្រុមចៅបានចូលលួចគ្រឿងអលង្ការណាប៉ូឡេអុងមានតម្លៃមិនអាចកាត់ថ្លៃបានពីក្នុងសារមន្ទីរលូវដែលមានអ្នកចូលទស្សនាច្រើនបំផុតក្នុងពិភពលោកអាជ្ញាធរបារាំងកំពុងតាមប្រម៉ាញ់ក្រុមចោរទាំងនោះការចូលលួចក្នុងសារមន្ទីរទាំងកណ្ដាលថ្ងៃនេះកើតឡើងប្រហែល30នាទីបន្ទាប់ពីសារមន្ទីរបានបើកទ្វារទទួលអ្នកទស្សនាចោរកម្មនេះកើតឡើងត្រឹមតែ250ម៉ែត្រពីរូបគំនូរដ៏ល្បីល្បាញម៉ូណាលីហ្សារដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងលោកស្រីរ៉ាជីដាដាទីបានពិពណ៌នាថាវាជាប្រតិបត្តិការរយៈពេល4នាទីប្រកបដោយភាពស្ទាត់ជំនាញអាជ្ញាធរបារាំងបានរាយការណ៍ថាគ្រឿងអលង្ការចំនួន9មុខត្រូវបានលួចយកទៅចំណែកមកុដរបស់មហេសីអធិរាជណាប៉ូឡេអុងទី3មានត្បូងពេជ្រជាង1300គ្រាប់ត្រូវបានគេរកឃើញនៅខាងក្រៅសារមន្ទីរតែបានរងការខូចខាតមន្ត្រីបានដឹងថានៅម៉ោងប្រហែល 9:30 នាទីព្រឹកក្រុមចៅជាច្រើនអ្នកបានគាស់បង្អួចហើយបានតម្រង់ទៅលួចគ្រឿងអលង្ការដែលមានដាក់បង្ហាញក្នុងសារមន្ទីរក្រសួងមហាផ្ទៃបារាំងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាការស៊ើបអង្កេតចាប់ផ្ដើមហើយបញ្ជីលម្អិតនៃវត្ថុដែលត្រូវបានលួចកំពុងត្រូវបានចងក្រងលើសពីតម្លៃទីផ្សារវត្ថុទាំងនេះជាបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននិងមានតម្លៃប្រវត្តិសាស្ត្រសារមន្ទីរលូវបានបិទទទួលអ្នកទស្សនាក្រោយហេតុការណ៍នេះកើតឡើងសម្រាប់ការស៊ើបអង្កេតនិងកសលវិច័យគណៈប៉ូលីសបិទទ្វារសម្អាតទីធ្លានិងបិទផ្លូវក្បែរនោះតាមបណ្ដោយស្ទឹងសែនករណីចោរកម្មដ៏សាហាវនេះបានកើតឡើងត្រឹមចម្ងាយ800ម៉ែត្រពីទីស្នាក់ការប៉ូលីសរដ្ឋធានីប៉ារីស